ជុំកំណាព្យ80ភាគ2 41ធម្មយាត្រាទស្សនាស្ទឹងអចិរវតីក្រុមធម្មយាត្រាចាស់ថ្លាសាថ្មីដល់ក្រុងសាវត្ថីហរតីសប្បាយពងប្រាថ្នាទៅទោះនៅជិតឆ្ងាយពុទ្ធស្ថានទាំងឡាយคล้ายជាមនោរម្យព្រះសង្ឃចាត់ចែងកន្លែងត្រូវទៅឡានតូចនាំផ្លូវទៅតាមផ្លូវលំវាងកិច្ចផ្លូវខោងដូចរុនបាយខំរថយន្តធំពុំអាចទៅបានស្ទឹងមានជម្រៅរាក់ជ្រៅយ៉ាងណាធ្លាប់ស្ដាប់ទេសនាសាស្ត្រាធ្លាប់អានចង់ទៅមើលស្ទឹងត្រូវពឹងកូនឡានប្រវត្តិស្ទឹងបាននិទានមកថានាងបដាចាកូនមីរត់តាមស្វាមីដោយក្តីស្នេហាចាកចេញចោលញាតិមេត្តាបិតាពូជពងសាវតាអ្នកក្រុងសាវត្ថីនាងមានប្រវត្តិកំសត់អស្ចារ្យបែកក្រុមគ្រួសារហើយស្លាប់ស្វាមីកូនស្លាប់នៅស្ទឹងអចិរវតីកូនបងលងខ្សែកូនខ្ចីសត្វខ្ញាំគួរឲ្យស្រណោះរសជាតិជាស្រីស្លាប់កូនស្លាប់ប្តីស្មារតីនៅចាំប្តីស្លាប់ក្នុងព្រៃរាត្រីពុះខំកូនពីរជួបកម្មស្លាប់ពេលតែមួយគួរឲ្យអាណោចអាណិតនាងណាស់ប្រាថ្នាទៅផ្ទះក្រែងមានញាតិជួយតែបែរត្រូវទៅថែមទុកព្រួយម៉ែឪបងមួយស្លាប់យ៉ាងខ្លោចផ្សាព្យុះភ្លៀងបោចបាចសាចឥតប្រណីក្នុងពេលរាត្រីប្រល័យសង្ខារបាក់ផ្ទះកំសត់សង្កត់មរណាបងប្រុសមេត្តាបិតាជុំគ្នាដំណឹងចុងក្រោយនាំឲ្យចិត្តស្រីវង្វេងស្មារតីស្រីឆ្កួតលីលារបូតអស់គ្រឿងបិទបាំងនានាក្មេងៗនាំគ្នាគប់នាងនឹងដីតែបុណ្យមិនខ្សត់កំណត់ដំណើរនាំជើងនាងដើរឆ្ពោះក្រុងសាវត្ថីដល់វត្តចិត្តពុនជួបព្រះចិនស្រីប្រោះឲ្យស្មារតីស្រីមានឡើងវិញមានរឿងចត់ជូវិដូដភៈខឹងពួកសាច់ខ្ជាក់ចាំដាក់មនោមនិញសម្លាប់សាច់ខ្ជាក់ហើយត្រឡប់វិញដេកពេញមាត់ស្ទឹងក្នុងពេលរាត្រីស្រមោចបែងចែកបំណែកទីតាំងបាបតិចបាបខ្លាំងស្ទឹងតាំងកាត់ក្តីទឹកគួចចូលស្ទឹងអចរវតីអ្នកចិត្តអប្រិយខ្សែក្នុងគង្គាឥឡូវពេលនេះក្រុមធម្មយាត្រាបានមកទស្សនាស្ទឹងនោះគ្រប់គ្នាស្ទឹងមានប្រវត្តិកត់រឿងនានាការព្រះភគវាគង់ធម៌មាននៅទស្សនាដងស្ទឹងអចរវតីឆ្លងស្ពានឫស្សីក្រាលចម្បើងទៅស្ទឹងឈ្មោះដដែលនៅដល់ឥឡូវបរិស័ទតែងទៅនឹករឿងបដាចាសូមអនុមោទនា42ធ
ធម្មយាត្រាទៅអាចិន្តាភ្នំអាចិន្តាសិលាធំធំវងវៀងពាត់ភ្នំខ្នងភ្នំពិសេសពាំងមុខទុកក្រោយហើយជ្រុះប្របេះដោយក្រចកសេះជន់ចុចសង្កត់សទ្ធាខ្លាំងក្លាមហាបរិស័ទគប់កោះចោះកាត់ភ្នំធ្វើជាវត្តសាងសាលាធំកុដិសង្ឃប្រកបជាយាមមកចត់សាងវត្តថ្វាយសង្ឃសាមគ្គីរួមគ្នាចេញជាអំណាចធ្វើអ្វីក៏ដោយឲ្យតែចិត្តចង់មានអ្នកគ្រប់គ្រងរ៉ាប់រងផ្ចិតផ្ចង់មានចិត្តស្មោះត្រង់នៅក្នុងកិច្ចការចោះភ្នំធ្វើវត្តប្រកបបានជាចេតិយវិហារអាគារសាលាមានរូបចម្លាក់ព្រះបដិមាដាប់ផ្ទាំងសិលាធ្វើជាអាងទឹកបានមកឃើញហើយធូរស្បើយទុក្ខាទោះបីយ៉ាងណាចិន្តាអ្នកមកទស្សនាមិនថាងាយព្រឹករលឹកនឹកដល់អ្នកម្ចាស់សទ្ធាគួរសរសើរណាស់អ្នកម្ចាស់សទ្ធាបានធ្វើការងារបូជាសាសនាសូមអនុមោទនាកុសលអ្នកដែលបានផ្ដល់ជាថវិកាកសាងអារាមភ្នំអាចិន្តាកើតជាតិនានាសុខរៀងរហូត